បរោះម្នាក់នេះពេលថ្ងៃជាអ្នកសុំទានអានេថាតែពេលយប់បែរជាត្រឡប់ទៅដេកក្នុងភូមិគ្រឹះដ៏ធំទូលាយរបស់ខ្លួនទៅវិញមូលហេតុដែលគេធ្វើបែបនេះគឺដើម្បីស្វែងរកមិត្តស្រីម្នាក់ដែលមិនស្រឡាញ់គេដោយសារតែទ្រព្យសម្បត្តិប៉ុន្តែគេបានអង្គុយសុំទានតាមផ្លូវអស់3ថ្ងៃហើយនៅតែរកអ្នកដែលត្រូវចិត្តមិនបានសោះពេលដែលគេរៀបនឹងបោះបង់ទៅហើយស្រាប់តែប្រទះឃើញប្រធានក្រុមហ៊ុនស្រីដ៏ស្រស់ស្អាតម្នាក់ត្រូវសង្សារចិត្តព្រានបោះបង់ចោលនាងខូចចិត្តយ៉ាងខ្លាំងហើយប្រកាសថាអ្នកណាក៏ដោយឲ្យតែចាប់បានផ្កាសំណាងរបស់នាងនឹងរៀបការជាមួយអ្នកនោះភ្លាមតែក្តីអាណិតបរោះនោះក៏ខ្លាញ់ធ្វើជាចាប់បានផ្កានោះរួចអប់ចុះក្នុងរង្វង់ដៃហេផ្កាស្អាតណាស់អាសុំទាននេះមកពីណាចេញទៅវ៉ាឈប់ភ្លាមលោកព្រមរៀបការជាមួយខ្ញុំទេរៀបការជាមួយអ្នកនាងថ្ងៃក្រោយមាននំប៉ាវស៊ីរាល់ថ្ងៃអត់មានតាមានរាល់ថ្ងៃម៉ោងពួកយើងរៀបការឥឡូវនេះតែម្ដងទៅល្អទេល្អរៀបការជាមួយបងស្រីស្អាតហ្មងល្អខ្ញុំលីនវ៉ាន់ឈីងថ្ងៃនេះសូមរៀបការជាប្តីប្រពន្ធជាមួយលោកម្នាក់នេះចាប់ពីពេលនេះទៅខ្ញុំនឹងត្រកូលសិនផ្ដាច់ចំណងតាក់ទងគ្នាលែងពាក់ព័ន្ធគ្នាទៀតហើយនាងឈួតបាត់ហើយតើដល់ថ្នាក់រៀបការជាមួយអាសុំទាននឹងអ្នកនាងមីងទៅតែមកដល់លីគេថាអ្នកនាងរៀបការជាមួយអានេថាមួយថែមទាំងជាមនុស្សលបសទៀតអ្នកនាងមិនក៏ល្ងងម្លេះមីងចាងខ្ញុំមិនអីទេតើអ្នកនាងវង្វេងហើយទោះបីជាសិនមេងស៊ឺសុំផ្ដាច់ពាក្យក៏អ្នកនាងមិនអាចទាញមនុស្សតាមផ្លូវមករៀបការផ្ដេសផ្ដាសចឹងដែរចុះប្រយ័ត្នតែអ្នកនាងក្នុងផ្ទះមានភ្ញៀវទៀតហែមិនមែនទេមីងចាងគាត់ជាមនុស្សប្រុសដែលរៀបការជាមួយខ្ញុំកាលពីព្រឹកមិញយ៉ាងណាហាស្អីគេមើលទៅគេមិនដូចមនុស្សលបសិតសោះអូយគាត់មិនមែនលបសិតទេមីងចាងខ្ញុំដឹងថាខ្លួនឯងកំពុងធ្វើអីជាជាងត្រូវមនុស្សដូចសិនមេងស៊ឺមើលងាយខ្ញុំសុខចិត្តរៀបការជាមួយមនុស្សស្លូតត្រង់ម្នាក់វិញល្អជាងចាប់ពីថ្ងៃនេះទៅគាត់គឺជាកូនប្រសារប្រុសរបស់ត្រកូលលីនហើយមីងកុំខ្វាយខ្វល់រឿងនេះទៀតឯណាមីងចាងក៏បានរឿងក្មេងពួកឯងមីងលែងលូកដៃហើយនេះពិតជាអានិថាដែលខ្ញុំរើសមកមែនអត់ណាមុខមាត់នឹងរៀងរើនេះសង្ហាជាងតារាល្បីរាប់សិបដងឯណោះប្រពន្ធសម្លាញ់អាមួយនេះពាក់ទៅមិនស្រួលខ្លួនសោះអាឈិនមិនចង់ពាក់វាទេអូតាមពិតលោកឈ្មោះអាឈិនតាណោះបើមិនស្រួលខ្លួនពួកយើងមិនបាច់ដាក់លេវលើគេនេះក៏បានប្រពន្ធសម្លាញ់ចិត្តល្អណាស់ហេអាឈិនលោកពិតជាចាំអីមិនបានមែនអេលោកឈ្មោះពេញអីគេហើយផ្ទះនៅណាចាំមិនបានទេអាឈិនចាំលេងបានហើយកុំដេញអាឈិនចេញឯណាអូខេមិនដេញទេដោយសារតែលោកព្រមដើរមករកខ្ញុំក្នុងពេលដែលមនុស្សគ្រប់គ្នាបោះបង់ខ្ញុំចោលអញ្ចឹងចាប់ពីពេលនេះទៅលោកគឺជាប្តីពេញសិទ្ធិរបស់ខ្ញុំហើយឲ្យតែលោកព្រមទីនេះគឺជាផ្ទះរបស់លោកហើយណាផ្ទះប្រពន្ធសម្លាញ់អាឈិនមានផ្ទះនៅហើយតើអាឈិនលោកដឹងអត់ថាប្តីប្រពន្ធជាស្អីពួកយើងឥឡូវជាប្តីប្រពន្ធនឹងគ្នាហើយណាប្តីប្រពន្ធគឺត្រូវថាប់អប់ហើយលើគ្នាឡើងលើហានិយាយចឹងវាក៏មិនខុសដែរតើចឹងលោកឆាប់ចូលគេងទៅព្រឹកស្អែកខ្ញុំហើយលោកក្រោក